khó mà chụp bút học sập nhưng mới chụp mỗi khi nó không khó mỗi thằng mấy Jerusalem ơi cho cào là bình trăng quân lư bật quân lư rồi bọn nè một đòn hời giấy đông rương bao bọc một chạp lư mà lơ nè đôi ngày đấy dân này dân nó không chụp bút hai sáu phần buôn nó khó đáp bây giờ pin phim ngò ngất on tất cả phim miền này tay mơ mình khơi phim khoác đưa từ xưa đào stiệpแต่cái này trong mà trong do cái nàyพิจารณาช่วยគ្នាក្នុងជីវិតរបស់យើងរាល់គ្នាដែរយើងដូចជាកងយេរូសាឡឹមយើងដូចជាប្រជាជាតិអ៊ីស្រាអែលដែលមានបាបដែរចឹងថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបងប្អូនហើយយើងមានព្រះដែលបានបបួលយើងមានព្រះដែលបានអញ្ជើញយើងមានព្រះដែលបានចងសម្ព័ន្ធមេត្រីជាមួយយើងហើយព្រះអង្គបានឲ្យពន្លឺរបស់ព្រះអង្គមកកាន់យើងរាល់គ្នាចឹងឲ្យព្រះអង្គហៅយើងរាល់គ្នាឲ្យក្រោកឈរឡើងដើម្បីបង្ហាញពន្លឺរបស់ព្រះអង្គទ្រង់បានធ្វើរួចហើយព្រះអង្គបាន restore យើងហើយព្រះអង្គបានស្ដារយើងហើយដូចជាក្រុងយេរូសាឡឹមដែលពីមុនបាក់ខ្ទេចអត់មានប្រជាជនរស់នៅកំផែងក្រុងខ្ទេចអស់ឥឡូវព្រះអង្គបានស្ដារឡើងវិញព្រះអង្គបានឲ្យប្រជាជាតិនានានាំគ្នាយកមាសយកប្រាក់យកឈើយកធនធានមកដាក់ក្រុងយេរូសាឡឹមព្រះអង្គបានឲ្យព្រះពរមកយើងរាល់គ្នាហើយព្រះអង្គបាន restore យើងរាល់គ្នាហើយព្រះអង្គបានឲ្យយើងបានជានាជាមួយនឹងព្រះអង្គហើយអញ្ចឹងហើយយើងត្រូវតែឈរយើងត្រូវតែក្រោកហើយត្រូវតែបង្ហាញបញ្ចាំងពន្លឺរបស់ព្រះអង្គទៅកាន់មនុស្សបង្ហាញមនុស្សឲ្យគេឃើញរធានុភាពរបស់ព្រះអង្គបង្ហាញមនុស្សឲ្យគេឃើញអំពីព្រះអតីតស្មោះត្រង់របស់ព្រះអង្គបង្ហាញមនុស្សអំពីអំណោយទាននៃជីវិតអកលជានិច្ចការសង្គ្រោះដែលបានតាមរយៈព្រះយេស៊ូវគ្រីស្ទបង្ហាញមនុស្សអំពីពន្លឺនៃសេរីរួមផងព្រះអង្គបានចងសម្ព័ន្ធមេត្រីជាមួយយើងព្រះបានឲ្យព្រះបន្ទូលមកកាន់យើងរាល់គ្នាព្រះបានឲ្យពន្លឺមកកាន់យើងរាល់គ្នាទោះបីជីវិតរបស់យើងនៅកន្លែងខ្មៅងងឹតឯណាក៏ដោយកន្លែងងងឹតអន្តការដើរស្ទាបខ្វាក់ភ្នែកកន្លែងណាក៏ដោយឥឡូវនេះថ្ងៃនេះពេលនេះព្រះបានឲ្យពន្លឺមកយើងរាល់គ្នាហើយព្រះបានហៅយើងរាល់គ្នាហើយព្រះបានចាំងពន្លឺរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងរាល់គ្នាហើយយើងអត់ស្ថិតនៅក្នុងភាពងងឹតទៀតទេយើងអត់មានដើរក្នុងភាពខ្វាក់នោះទៀតទេយើងអត់ដើរស្ទាបស្ទង់នោះទៀតទេយើងដើរនៅក្នុងពន្លឺផងព្រះអង្គអញ្ចឹងយើងត្រូវតែឈរឡើងហើយទុកចិត្តលើសេចក្តីសន្យារបស់ព្រះអង្គដោយដឹងច្បាស់ថាព្រះអង្គបានស្ដារព្រះអង្គបានគត់គង់ព្រះអង្គបានឲ្យសេចក្តីសង្ឃឹមមកកាន់យើងរាល់គ្នាឲ្យអំណរមកកាន់យើងរាល់គ្នាហើយឲ្យសេចក្តីបញ្ជាក់បន្ថែមទៀតថាយើងជាកម្មសិទ្ធិរបស់ព្រះអង្គយើងនៅក្នុងព្រះអង្គយើងអត់នៅក្នុងស្អីហ្នឹងទៀតទេយើងបានទទួលសម្ព័ន្ធមេត្រីយើងបានទទួលព្រះបន្ទូលផងព្រះអង្គយើងទទួលបានពន្លឺពីព្រះអង្គហើយដូច្នេះថ្ងៃនេះសូមឲ្យយើងរាល់គ្នាបានក្រោកឈរឡើងហើយយើងបង្ហាញពន្លឺផងព្រះអង្គទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងអាមែន